តាមនៃកម្មវិធីនាងខ្ញុំសូមគោរពអញ្ជើញគណៈអធិបតីអាយដាមលោកជំទាវលោកស្រីនៃនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់និងអង្គពិធីទាំងមូលមេត្តាក្រោកឈរឡើងដើម្បីប្រងព្រាបគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមអនុញ្ញាតគោរពអញ្ជើញលោកលេងខៀវប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាឡើងថ្លែងមតិស្វាគមន៍សូមគោរពអញ្ជើញថ្ងៃនេះពិតជាមានសេចក្តីសំណោះរីករាយឥតឧបមាដែលបានចូលរួមជាគណៈអធិបតីជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់អាដាមហែម៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាប្រធានគណៈអធិបតីនៃកម្មវិធីបើកសន្និបាតសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាលើកទី13ឆ្នាំ2024ជាកិច្ចបន្តនេះខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញលោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍស្ថានទូតអូស្ត្រាលីឡើងថ្លែងសន្ទរកថាចំណាប់អារម្មណ៍សូមគោរពអញ្ជើញ Australia has been a long-standing partner in Cambodia's journey to achieve clean water for all by 2030, and Cambodia has made remarkable progress towards that goal. Still, we know there are challenges in ensuring that clean water reaches marginalised groups such as women, people with disabilities, and those living in remote and geographically challenging environments. ខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់អាយដាមហែម៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ផ្ដល់កិត្តិយសថ្លែងសន្ទរកថាបើកសន្និបាតសូមគោរពអញ្ជើញខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការបដិញ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំនិងបុគ្គលិកសមាគមរួមទាំងសមាជិកសមាជិកាទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់អ្នកប្រើប្រាស់ទូទៅក៏ដូចជាដល់អង្គភាពសេដ្ឋកិច្ចនានានៃវិស័យឧស្សាហកម្មផលិតកម្មអាជីវកម្មនិងសេវាកម្មឲ្យកាន់តែរីកចម្រើនផងដែរការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់សម្រាប់សមាជិកនេះគឺសំខាន់មែនទែនគឺធ្វើម៉េចឲ្យបងប្អូនដែលជាអាជីវករដែលជាសមាជិករបស់យើងណា upgrade ខ្លួនយើងបន្តិចទៅឲ្យឈប់នៅជាលក្ខណៈ family based business ខ្លាំងពេកឲ្យទៅជាលក្ខណៈវិជ្ជាជីវៈតាំងនាមអាដាមហែម៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែងក្តីសំណោះរីករាយដែលបានចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី13របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាដែលបានដំណើរការពេញមួយថ្ងៃកន្លងទៅនេះប្រកបដោយលទ្ធផលល្អគួរជាទីមោទនៈហើយដែលទៅក្នុងនោះយើងបានបង្ហាញអំពីសមិទ្ធផលដ៏ធំធេងដែលសមាគមរបស់យើងសម្រេចបានក្នុងឆ្នាំកន្លងទៅហើយមិនតែប៉ុណ្ណោះ
ក៏សន្និបាតរបស់យើងបានឯកភាពជាគោលការណ៍ក្នុងការបន្តការបដិញ្ញាចិត្តក្នុងការអនុវត្តនៅទិសដៅការងារឆ្នាំ2025